រៀបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកយើងមកពីក្រុម D ហើយនេះគឺជាវីដេអូសង្ខេបសកម្មភាពរងជួសជុលនិងកែលម្អកុដិនៅក្នុងវត្តមហាមន្ត្រីហើយសម្រាប់កន្លែងដែលយើងត្រូវជួសជុលមានចំនួន3ទី1គឺបន្ទប់ទឹកទី2គឺការបិទរន្ធខ្យល់នៅខាងលើនិងទី3គឺការលាបថ្នាំជញ្ជាំងថ្មីដោយបានពិភាក្សានិងរកដំណោះស្រាយពីលោកបងរួចមកហើយយើងក៏បានទៅទិញនៅសម្ភារៈដែលចាំបាច់សម្រាប់ការជួសជុលបញ្ហាទី1នោះគឺបន្ទប់ទឹកដោយសារតែរាល់ពេលនៃការប្រើប្រាស់បន្ទប់ទឹករាល់ដងធ្វើឲ្យមានការលេចសាយទឹកមកខាងក្រៅហើយអាចបង្កឲ្យមានគ្រោះថ្នាក់និងត្រូវជូតសម្អាតក្រោយពេលប្រើប្រាស់រួចពួកយើងក៏បានបែងចែកជា2ដំណាក់កាលសម្រាប់ការជួសជុលដំណាក់កាលទី1ការធ្វើទំនប់ទប់ទឹកថ្មីដំណាក់កាលទី2ការបដូរទៅជាទ្វារហើយការធ្វើទំនប់ទប់ទឹកថ្មីហ្នឹងយើងត្រូវរំកិលមកខាងមុខប្រហែលជា5ហ៊ុននិងដំឡើងកម្ពស់វាប្រហែលជា3ហ៊ុនទៀតដើម្បីឲ្យវាមានភាពបិទជិតល្អជាមួយនឹងទ្វារចូលដល់ដំណាក់កាលទី2ការដូរត្រចៀកទ្វារថ្មីដោយសារតែត្រចៀកទ្វារមុនរបូតខ្ចៅមានសភាពចាស់ច្រេះនិងបង្កឲ្យមានសំឡេងនៅពេលដែលបិទបើកម្ដងហើយនេះគឺជាលទ្ធផលសម្រេចនៃការដោះស្រាយបញ្ហាទី1ទាក់ទងនឹងបន្ទប់ទឹកចូលដល់ការដោះស្រាយបញ្ហាទី2ទាក់ទងនឹងការបិទរន្ធខ្យល់ការបិទរន្ធខ្យល់នេះពួកយើងបានបែងចែកចេញជា3ដំណាក់កាលទី1គឺការយកស្នោមកបិទនៅក្នុងរន្ធខ្យល់ឲ្យវាមានភាពណែននិងកាត់បន្ថយចំណាយមួយចំនួនដំណាក់កាលទី2គឺការយកស៊ីម៉ងមកបិទបំពេញចន្លោះរន្ធខ្យល់ឲ្យបានជិតល្អហើយមូលហេតុដែលយើងចាំបាច់ត្រូវតែបិទរន្ធខ្យល់ហ្នឹងដោយសារតែរន្ធខ្យល់នេះគឺជារន្ធខ្យល់ដែលចេញពីបន្ទប់ទឹកម្ខាងទៀតហើយកាលណាដែលគេប្រើប្រាស់បន្ទប់ទឹកម្ខាងទៀតហ្នឹងវាបង្កឲ្យមានសំឡេងរំខាននិងមានក្លិនមិនល្អចូលដល់ដំណាក់កាលទី3ដែលជាដំណាក់កាលចុងក្រោយយើងត្រូវបិទស្មាកូតពីលើស៊ីម៉ងដែលយើងបានបៀកវារួចហើយបន្ទាប់មកទើបយើងលាបថ្នាំវាពីក្រោយចូលដល់បញ្ហាទី3ដែលជាបញ្ហាចុងក្រោយតាក់ទងទៅនឹងការលាបថ្នាំពណ៌ថ្មីបើសម្រាប់ការដោះស្រាយបញ្ហាមួយនេះយើងត្រូវការប្រើប្រាស់រយៈពេលយូរនិងកម្លាំងច្រើនហើយការលាបថ្នាំជញ្ជាំងថ្មីនេះយើងបានបែងចែកចេញជា4ដំណាក់កាលទី1យើងត្រូវខាត់ទៅលើថ្នាំដែលមានសភាពចាស់ព្រោះត្រង់កន្លែងខ្លះថ្នាំមានសភាពរបកនិងប្រឡាក់ទៅដោយធូលីដំណាក់កាលទី2គឺជាការបៀកស្មាកូតត្រង់កន្លែងដែលមានប្រហោងនិងស្នាមប្រេះមួយចំនួនចូលមកដល់ដំណាក់កាលទី3ក្រោយពេលដែលយើងបៀកស្មាកូតឲ្យស្មើសាច់ជាមួយនឹងថ្នាំចាស់រួចហើយពួកយើងក៏បានចាប់ផ្ដើមបិទស្កុតនិងលាបថ្នាំពណ៌ពីលើហើយថ្នាំដែលយើងត្រូវលាបហ្នឹងមានចំនួន2ពណ៌ដោយផ្នែកខាងក្រោមយើងលាបថ្នាំពណ៌បេតុងចាស់និងផ្នែកខាងលើយើងលាបថ្នាំពណ៌ពងមាន់ខ្ចីចុងក្រោយពួកយើងក៏បំភ្លេចនៅការបោះជូតសម្អាតបន្ទប់ហើយនេះគឺជាលទ្ធផលសម្រេចនៃគម្រោងជួសជុលនិងកែលម្អកុដិក្នុងវត្តមហាមន្ត្រីអរគុណ